កូនខ្ញុំគាត់ទំនេរគាត់កាយគាត់លក្ខណៈថាធ្វើសំណង់បងប្អូននេះភាសាទំនេរល្ងាចអត់ដឹងធ្វើអីធ្វើសំណង់កាយដីចាក់មុខផ្ទះកូនខ្ញុំគាត់ទំនេរគាត់ធ្វើសំណង់ក្រោយពីការសិក្សាមកគឺពួកគាត់ធ្វើសំណង់ជួយធ្វើសំណង់បងប្អូនជួយធ្វើសំណង់នៅផ្ទះរបស់បងប្អូនគឺកាយខ្សាច់លេងការងាររបស់គាត់មកឃើញបងប្អូនគាត់កាយគាត់ខ្សាច់ពីខ្ពស់មកទាបអស់ហើយបងប្អូនណាឃើញដែរប្រមូលវាមកលេងពេញខឿនហើយទៅមើលដៃគូលេងដៃគូដៃកង់ណាហៅអូនមួយលេងផងមកលេងមកលេងជាមួយគ្នាមកលេងរត់មករត់លេងមកលេងទៅគេក្មេងគេលេងជាមួយគ្នាគេអត់កណាញ់គ្នាទេមែនទេក្មេងលេងខ្សាច់ហើយលេងអីគេហ្នឹងហ៎ទំនេរខ្លាំងហ្នឹង